ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះមករៀងប្លែកតិចហើយគឺថាមកលក្ខណៈបែប Master Chef អញ្ចឹងណាប៉ុន្តែគាត់ថានេះមិនមែន Master Chef ទេចាគឺថា Master Lion ចាគឺថាអូយនិយាយទៅគឺមិនដែលចូលចក្រានបាយពុកម៉ែបងប្អូនអើយចូលចក្រានបាយម្ដងនិយាយថាថតធ្វើប្លុកធ្វើអីណាអញ្ចឹងណាចង់អួតប្រាប់បងប្អូនថាខ្ញុំក៏ចេះធ្វើម្ហូបដែរឆ្ងាញ់ឬក៏មិនឆ្ងាញ់គឺថាមិនដឹងទេចាចេះញ៉ាំទៅព្រោះថាខ្ញុំមិនមែនអ្នកជំនាញធ្វើម្ហូបអីទេចានិយាយទៅបើថាទៅប្រឡងទៅប្រកួតអីដឹងធ្លាក់តាំងពីដាក់ពាក្យម្លេះចាហើយរូបភាពថាធ្វើអីណាម្ហូបដាំបាយដាំអីនេះគ្រាន់តែថតឲ្យពុកម៉ែបងប្អូនបានឃើញទេថាអូខ្ញុំក៏ចេះដែរប៉ុន្តែគាត់ថារឿងឆ្ងាញ់មិនឆ្ងាញ់គឺមិនដឹងចានិយាយពីថាមើលតាវីដេអូហ្នឹងទៅដឹងឲ្យពុកម៉ែបងប្អូននិយាយពីថាមើលទៅថាដូចជំនាញណាស់អញ្ចឹងដូចប្រកែកដូចស្ត្រីមេផ្ទះតែធៀបពិតលោកអើយលោកស្អីក៏អត់ចេះធ្វើដែរមិនដឹងថាអ្នកណាយកធ្វើប្រពន្ធទេលោកអើយបើថាបានអ្នកណាយកធ្វើប្រពន្ធអ្នកនឹងទឹកភ្នែកមិនខានទេព្រោះថាខ្លួនស្រីតែអត់ចេះធ្វើម្ហូបខ្ញុំមិននិយាយលេងសើចណាពុកម៉ែបងប្អូនតាំងពីក្មេងមកដល់ខ្ញុំអាយុចំណាស់នេះហើយនិយាយត្រង់ថាខ្ញុំមិនដែលចូលចក្រានទេតាំងពីក្មេងមកនិយាយទៅមិនដែលបានប៉ះចក្រានជើឆ្នើអីទេហើយក៏មិនដែលថាអូម៉ាក់បរិញ្ញាធ្វើម្ហូបដែរប៉ុន្តែគាត់ថាម៉ាក់ចិត្តតែហៅឲ្យមើលចិត្តតែប្រាប់តែគាត់ថាខ្ជិលនិយាយថាមិនខ្ជិលចាមើលតែរូបភាពទៅប៉ុន្តែគាត់ថាគេថាអញ្ចេះដើម្បីកូនកំឡោះគេអញ្ចឹងណាចិត្តតែប្រឹងធ្វើម្ហូបទៅដើម្បីឲ្យថាកូនកំឡោះឬក៏ម៉ែក្មេកមើលឃើញអីអញ្ចឹងទៅណាចាប់បានប្តីអូយនិយាយលេងសើចពុកម៉ែបងប្អូនតើឥឡូវយើងទៅមើលរូបភាពចិត្តឆ្អិនឲ្យពុកម៉ែបងប្អូនឥឡូវយើងដាក់ខ្ទឹមចាអំពងយើងមានឡើងពណ៌បន្តិចទៅយើងចាក់សាច់ចូលចាហើយខ្ញុំចង់ជំរាបថាចេះពុកម៉ែបងប្អូនខ្ញុំទម្លាប់ខុសមួយគឺតាំងពីនិយាយទៅគ្រួសារខ្ញុំហ្មងទម្លាប់គ្រួសារខ្ញុំគឺថាភាគច្រើនពេលហាន់សាច់ហើយចាគឺយើងប្រឡាក់សាច់គោហ្នឹងយើងយកទៅផ្អាប់ទុកហើយផ្អាប់ទុកហ្នឹងមិនមែនផ្អាប់ទុករាប់ម៉ោងរាប់ថ្ងៃទេពុកម៉ែបងប្អូនគាត់ថាយើងប្រឡាក់ទុកហ្នឹងគឺដើម្បីយកទៅដាក់ក្នុងទូទឹកកកមួយស្ទូអញ្ចឹងណាដើម្បីយើងយកពេលហ្នឹងមកលាងបន្លែហាន់អីចឹងទៅយើងដាក់ពេលក្តៅហើយចាំយើងយកសាច់គោនឹងមកឆាដោយសារអីពុកម៉ែបងប្អូនគាត់ថាម៉ាក់ខ្ញុំប្រាប់ថាពេលដែលយើងប្រឡាក់សាច់យើងដាក់ស្ករប៊ីចេរ៉ូឌីទឹកស្អ៊ីវប្រេងចង់អីចូលចឹងទៅយើងច្បល់វាហើយយើងយកវាទៅទុកក្នុងទូទឹកកកដើម្បីអីដើម្បីឲ្យវាចូលជាតិជាមួយនឹងសាច់គោព្រោះថាយើងឆាមិនប្រឡាក់ទុកអញ្ចឹងក៏បានដែរពុកម៉ែបងប្អូនគាត់ថាវាមិនសូវជាប់ដូចថាចាប់ជាតិជាមួយនឹងសាច់គោចឹងណាពុកម៉ែបងប្អូនតែគាត់ថានេះជាទំនៀមទម្លាប់របស់គ្រួសារខ្ញុំទេចាបើសិនជាពុកម៉ែបងប្អូនឆាបែបណាក៏បានដែរហើយនៅពេលដែលយើងឆាហើយយើងអីហើយយើងភ្លក់វាទៅបើសិនជាទីហោគ្រឿងស្ទើរអីចឹងពុកម៉ែបងប្អូនអាចថែមថយតាមនឹងបានណាព្រោះថានេះជាចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនថារសជាតិបែបណាអីចឹងទៅនេះគឺថាខ្ញុំភ្លក់ទៅតាមចំណង់ចំណូលចិត្តរបស់នាងខ្ញុំចឹងទៅបន្ទាប់មកយើងដាក់បន្លែចូលហើយយើងច្បល់វាហើយយើងទុកវាដើម្បីឲ្យវាដូចថាយើងឆ្អិនបន្លែចឹងណាគេហៅថាមកភ្លើងពីភ្លើងដើម្បីឲ្យបន្លែហ្នឹងវារៀងទន់ចឹងទៅវាកាន់តែឆ្ងាញ់តែម្ដងចាពុកម៉ែបងប្អូនបន្ទាប់មកយើងថែមម្រេចពីលើចឹងទៅឲ្យវាមានជាតិហឹលទៀតឈ្ងុយចឹងណាចាអរគុណច្រើនពុកម៉ែបងប្អូនឥឡូវម្ហូបយើងឆ្អិនហើយពុកម៉ែបងប្អូនចាឥឡូវយើងទទួលសនាជាមួយនឹងចាម្ហូបរបស់នាងខ្ញុំហើយតើមើលទៅម្ហូបរបស់នាងខ្ញុំវាទំនងឬអត់ហើយឆ្ងាញ់ឬអត់ចាពុកម៉ែបងប្អូនកុំភ្លេចឲ្យបន្ទុកនៅខាងក្រោមផងព្រោះថានេះមិនមែនជាជំនាញរបស់នាងខ្ញុំធ្វើម្ហូបទេគាត់ថាចិត្តតែធ្វើទៅចាដូចនាងខ្ញុំបានជម្រាបខាងលើអញ្ចឹងអរគុណឥឡូវជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណសម្រាប់ទស្សនាកុំភ្លេច share វីដេអូនេះមួយផងបាយបាយ